មួយពីរបាទបងប្អូនពីវគ្គមុនបងប្អូនបានរៀនរួចហើយនឹងបានជ្រាបរួចហើយអំពីមូលដ្ឋានគ្រឹះក្នុងការបាទប្រើប្រាស់បាទកម្មវិធីកាត់តវីដេអូ Wondershare ប៉ុន្តែថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាឲ្យមកយល់និងឲ្យមកចេះអំពីបាទរបៀប save project និង open គេថាបង្កើត project ថ្មីអញ្ចឹងណាបងប្អូនបាទនៅលើកម្មវិធីកាត់តវីដេអូ Wondershare បាទជាធម្មតាទេនៅពេលដែលបងប្អូនបាទមុននឹងកាត់តវីដេអូអ្វីមួយបងប្អូនតែងតែបាទបង្កើត project ឬក៏គេហៅថាបង្កើតកិច្ចការថ្មីអញ្ចឹងណាបងប្អូនបាទហើយបន្ទាប់ពីបងប្អូនធ្វើបានពាក្យកណ្ដាលទីបងប្អូននឹងបាទធ្វើការ save អញ្ចឹងទៅបាទតោះឥឡូវបើខាត់ពេលយូរខ្ញុំនឹងមកបង្ហាញបាទឲ្យបងប្អូនទាំងអស់គ្នាយល់អំពីរបៀបនៅក្នុងការ save project បាទនឹងបង្កើត project ថ្មីបាទតោះឥឡូវនេះបងប្អូនកលេចមកខាងឆ្វេងដែរបងប្អូនឃើញពាក្យថា file ទេបាទបងប្អូនចុចលើ file ឡើងមកវាមានតាំងពី new project បាទមានតាំងពី open project បាទមានតាំងពីបាទ save project និង save as project អញ្ចឹងទៅបាទមានច្រើនមែនតើបងប្អូនអញ្ចឹងបងប្អូនមិនបាច់ខ្វល់អីទាំងអស់បាទជាដំបូងពេលដែលបងប្អូនបាទចូលចង់កាត់វីដេអូអីមួយបងប្អូនតែងតែបាទបង្កើត project ថ្មីបង្កើតទំព័រថ្មីគេហៅថា document ថ្មីអញ្ចឹងបងប្អូនណាបាទយើងអាចប្រើពាក្យមួយណាក៏បានដែរបាទអញ្ចឹងពេលខ្ញុំកាត់តវីដេអូខ្ញុំធ្វើការបង្កើត project ថ្មីបាទយើងយកពាក្យ new project អញ្ចឹងបាទបងប្អូនណាបាទអញ្ចឹងយើងយក Wondershare default យើងមិនបាច់រើសទេពួកអននេះបាទសិតតែពួកគេហៅថាវាមានស្រាប់អញ្ចឹងណាបងប្អូនបាទចុះបងប្អូនយកពាក្យនេះបាទ default ទេបាទអញ្ចឹងនេះយើងចូលមកកាន់ project ថ្មីបងប្អូនឃើញទេបាទ project ថ្មីហ្នឹងហើយបាទអញ្ចឹងពេលដែលបងប្អូនកាត់តវីដេអូសូមបងប្អូនបាទយកវីដេអូចូលមកសួរថាតើយើងយកវីដេអូចូលមកបែបណាបាទដើម្បីយកមកកាត់តបានអញ្ចឹងខ្ញុំបានប្រាប់ហើយបាទនៅខាងពីវីដេអូខាងដើមបងប្អូនបាទអញ្ចឹងខ្ញុំសូមប្រាប់បងប្អូនភាសាទៀតបាទអញ្ចឹងបងប្អូនបើក folder មកបាទនេះ folder បាទពេលដែលបងប្អូនបើក folder អញ្ចឹងហើយបងប្អូនចូលទៅរកវីដេអូដែលបងប្អូនចង់កាត់បាទឧទាហរណ៍បាទវីដេអូមួយនេះចាស់អានេះស្រេចទៅលើបងប្អូនទុកណាបងប្អូនបាទ folder បងប្អូនទុកកន្លែងណាខ្លះអាហ្នឹងជាកិច្ចការឬក៏កន្លែងបងប្អូនទុកតែសម្រាប់ខ្ញុំទុកនៅកន្លែង picture នេះបាទអញ្ចឹងខ្ញុំអូសចូលមកបងប្អូនណាបាទអញ្ចឹងគឺយើងបានវីដេអូយើងមកកាត់តហើយបាទអញ្ចឹងឧទាហរណ៍ខ្ញុំចង់កាត់វីដេអូហ្នឹងច្រាំកន្លែងណាដែលខ្ញុំអត់ចង់យកចេញអញ្ចឹងណាបងប្អូនបាទចាំតិចខ្ញុំសូមយកវីដេអូមួយទៀតឲ្យវារៀងវែងជាងបាទវីដេអូនេះសូវវែងទេបាទវីដេអូទៅវាវែងនេះបាទអញ្ចឹងលុបអានេះចោលបាទអូមួយទៀតខ្ញុំសូមប្រាប់ពីរបៀបលុបបងប្អូនចង់លុបវីដេអូអញ្ចឹងណាបងប្អូនគ្រាន់ mouse ស្ដាំលើហ្នឹងមកបងប្អូន delete ទៅបាទហើយចុច delete ភាសាទៀតវាទៅហើយវីដេអូដែលយើងអត់ចង់បានអត់ចង់ទុកវាអញ្ចឹងណាបាទតោះឥឡូវនេះបងប្អូនធ្វើការអូស project របស់យើងហ្នឹងបាទចូលមកកាន់ track វីដេអូរបស់យើងណាបងប្អូនបាទវីដេអូដាក់ដល់វីដេអូនិងបាទ music ដាក់ដល់ music ប្រភេទ sound ដាក់ដល់ sound អញ្ចឹងបងប្អូនបាទចុះបងប្អូនសកត់មកយើងឲ្យជាប់មកទាញវាមកទម្លាក់ហើយរុញវាឲ្យដល់ណាបងប្អូនរុញឲ្យ up ចែហើយបន្ទាប់មកបងប្អូនបលែងវាចោះហ្នឹងហើយបន្ទាប់មកកន្លែងនេះវានឹងសួរបាទទំហំ project កិច្ចការយើងបាទវាប្រាប់យើងថានេះទំហំ original របស់វីដេអូហ្នឹងគឺ1920 គុណ18ហើយអញ្ចឹងបងប្អូនចង់យកវីដេអូយកច្បាប់ដើមរបស់វាហ្នឹងឬក៏បងប្អូនចង់កែតែសម្រាប់ខ្ញុំចង់យកច្បាប់ដើមវាច្បាស់អញ្ចឹងណាបងប្អូនបាទអូខេអញ្ចឹងនេះគឺជាច្បាប់ដើមវាគឺជាទំហំដើម original របស់វីដេអូហ្នឹងតែម្ដងបាទអញ្ចឹងសួរថាចំ admin ឬក៏លោកគ្រូបាទបានប្រាប់មិញរបៀបនៅក្នុងការបង្កើត project ថ្មីយើងបង្កើតបែបណាបាទនេះបងប្អូនមើលកន្លែងនេះរូប computer នេះបងប្អូនចុចលើរូប computer ហ្នឹងមកបងប្អូនយកពាក្យ change នេះ project នេះមកបងប្អូនឃើញបាទហ្នឹងហើយដល់កន្លែងនេះគឺជាកន្លែងបង្កើត project ការងារទំហំការងារយើងហើយអញ្ចឹងខ្ញុំឧទាហរណ៍បងប្អូនដែលគាត់ធ្វើវីដេអូពាក់ព័ន្ធជាមួយនឹង YouTube អញ្ចឹងបងប្អូនសុំរើសមកកន្លែងនេះបាទគឺទំហំហ្នឹងត្រូវបងប្អូនណា YouTube បាទ1920គុណឲ្យ10គុណ8គុណហើយសម្រាប់បងប្អូនដែលធ្វើ TikTok យើងត្រឡប់អានេះមកវិញបាទទំហំវីដេអូ picture យើងដាក់10គុណ8គុណនៅនេះវិញបាទអញ្ចឹងណាបងប្អូនបាទចុះអូខេមកនេះគឺជាទំហំ TikTok បងប្អូនឃើញទេបាទអញ្ចឹងទំហំវានឹងដូរទៅមកតាមការកំណត់របស់យើងបាទអញ្ចឹងខ្ញុំអត់ទេខ្ញុំសុំថយក្រោយវិញទៅកាន់ទំហំដើមវិញបាទព្រោះខ្ញុំយកទំហំ YouTube អញ្ចឹងខ្ញុំចូលទៅកំណត់ទំហំ YouTube បាទគឺ1920បាទគុណឲ្យ10គុណ8គុណបាទហ្នឹងហើយគឺទំហំហ្នឹងហើយបាទហើយសម្រាប់កន្លែង frame នេះគឺបងប្អូនសុំរើសឲ្យកាន់តែខ្ពស់កាន់តែល្អវីដេអូហ្នឹងគឺវាមើលទៅវា smooth អញ្ចឹងណាបងប្អូនបាទអញ្ចឹងចុចអូខេមកនេះគឺជាទំហំការងារបាទរបស់យើងអញ្ចឹងយើងបានបង្កើត project ហើយណាបងប្អូនបាទអូខេអញ្ចឹងខ្ញុំសូមមកបញ្យល់បាទនៅពេលដែលបងប្អូនកាត់ចោះកាត់ឡើងរួចបាទតែយើង save បែបណាឧទាហរណ៍យើងកាត់បានបកកដាទីឧទាហរណ៍យើងវីដេអូនេះយើងកែវាចោះបាទកែចោះកែឡើងទៅបាទយើងកាត់ចោះកាត់ឡើងយើងទៅបាទហើយយើងចង់ save យើងរវល់ចេញទៅក្រៅដើម្បីធ្វើការយើងចង់ save របៀបម៉េចអញ្ចឹងបងប្អូនត្រូវចាំបងប្អូនមើលទៅលើពាក្យ file នេះបាទ
បងប្អូនយកពាក្យ sale project បាទ sale project S នេះបាទមានន័យថា sale ថ្មីបងប្អូនណាអា sale នេះគឺសម្រាប់ sale តបាទអាហ្នឹងខ្ញុំចាំបញ្យល់បងប្អូនតាមក្រោយរវាង sale project និង sale as បាទអញ្ចឹងខ្ញុំសូមប្រើពាក្យ sale as មុនបាទ sale as គឺ sale កិច្ចការងារថ្មីបាទកញ្ចប់ការ file ការងារថ្មីយកទៅទុកកន្លែងមួយស្រួលបួលដើម្បីយើងបើកនៅថ្ងៃក្រោយបាទអញ្ចឹងបងប្អូនចុចលើពាក្យ sale as មកបាទតើមកបងប្អូនរើសកន្លែងទុកឥឡូវខ្ញុំសូមរើសយកកន្លែងវីដេអូនេះចុះកុំឲ្យពិបាករកបាទហើយខ្ញុំសូមដាក់កិច្ចការនេះថាឧទាហរណ៍មេរៀនបាទមេរៀនបាទកាត់វីដេអូចុះបាទអូខេបាទអញ្ចឹងខ្ញុំ save ដាក់កន្លែងរូបវីដេអូនេះបាទនៅកន្លែង folder វីដេអូនេះខ្ញុំ save បិទមកបាទគឺ file ហ្នឹងចាំមើលតិចទៀតខ្ញុំចូលទៅបើកបងប្អូនមើលហើយបញ្ជាក់ណាបងប្អូនពេលដែលពុកម៉ែបងប្អូន save project ហ្នឹងក៏ដោយបងប្អូនហាមលុបវីដេអូហ្នឹងចេញពីក្នុងកុំព្យូទ័ររបស់យើងអញ្ចឹងតើបងប្អូនច្បាស់ការថាបងប្អូនកាត់តវីដេអូមួយហ្នឹងរួចរាល់ហើយចាំបងប្អូនលុបវីដេអូហ្នឹងចេញអញ្ចឹងទោះជាយើងបាន save project ក៏ដោយកាលណាតែបងប្អូនច្រឡំដៃលុបឬក៏ចុចលុបអាវីដេអូមួយហ្នឹងនោះអា file យើង save ហ្នឹងគឺចាប់ទុកជាមួយគ្នាដូចគ្នាអញ្ចឹងព្យាយាមកុំប៉ះពាល់កន្លែងផ្ទុកវីដេអូបាទឧទាហរណ៍វីដេអូនេះអញ្ចឹងខ្ញុំទុកនៅកន្លែងនេះបាទនៅកន្លែងរូបភាពនេះបាទអញ្ចឹងគឺខ្ញុំអត់ប៉ះពាល់វាទោះខ្ញុំ save project ឲ្យក៏ដោយខ្ញុំអត់ប៉ះពាល់វាតែហ៊ានតែខ្ញុំលុបវីដេអូហ្នឹងគឺវាបាត់ហើយអា project ដែលយើង save គឺបើកមក error ហ្មងបាទអូខេសង្ឃឹមតែបងប្អូនយល់គឺមានន័យថាយើងហាមផ្ដាច់ក្នុងការលុបវីដេអូដែលយើងថតរួចបាទឬក៏វីដេអូដែលយើងកំពុងកាត់ហាមលុបទាំង file ដើមទាំងអីហាមលុបទាំងអស់ហាមប៉ះពាល់វាកាលណាប៉ះពាល់គឺ error តែម្ដងបាទអញ្ចឹងអូខេបងប្អូនខ្ញុំនឹងធ្វើការបាទចូលទៅបើក project ដែលខ្ញុំ save មិញអញ្ចឹងណាបងប្អូនបាទជូនបងប្អូនមើលឥឡូវខ្ញុំខ្វែងសិនបងប្អូនណាបាទអូខេនេះខ្ញុំបិទហើយខ្ញុំបិទកម្មវិធីហ្នឹងហើយអញ្ចឹងខ្ញុំចង់ទៅបើក file ខ្ញុំចង់ទៅបើកអាវីដេអូដែលខ្ញុំបានកាត់មុនហ្នឹងទោះជាប្រហែលខែបន្ទាប់ប្រហែលឆ្នាំបន្ទាប់ក៏ដោយខ្ញុំចង់បើកវីដេអូមួយហ្នឹងយកមកកាត់ឡើងវិញអញ្ចឹងខ្ញុំចូលកន្លែងដែលខ្ញុំទុកមុនហ្នឹងបាទកន្លែងរូបវីដេអូនេះបងប្អូនហេបាទវីដេអូហ្នឹងនេះហើយនេះគឺជា file ដែលខ្ញុំអ្នកមេរៀនកាត់វីដេអូនេះបាទអញ្ចឹងខ្ញុំនឹងធ្វើការបើកវាមកបាទអញ្ចឹងរងចាំបន្តិចវានឹងបើក file ហ្នឹងឲ្យយើងវិញហើយបាទអញ្ចឹងបងប្អូនចាំបន្តិចបាទពីលោតមកឡើយបាទអូខេបងប្អូនឃើញទេបាទនេះខ្ញុំកាត់មុនហ្នឹងខ្ញុំកាត់វាចេញពី2កង់មុនហ្នឹងបាទអញ្ចឹងគឺវា save ឲ្យយើងហើយបាទឧទាហរណ៍បាទឥឡូវនេះខ្ញុំចូលមកកាន់ការបញ្យល់ពាក់ព័ន្ធជាមួយនឹង save ធម្មតាវិញបាទនេះបងប្អូន save as ឥឡូវខ្ញុំមកបញ្យល់ពាក់ព័ន្ធមួយ save as បាទឧទាហរណ៍យើងកំពុងធ្វើការងារបន្តទៀតឧទាហរណ៍យើងបើកការងារថ្ងៃចាស់អញ្ចឹងណាឥឡូវយើងចង់ធ្វើវាបន្តទៀតឧទាហរណ៍ខ្ញុំកាត់វាចេញជា3កង់ចុះណាបងប្អូនខ្ញុំកាត់វាចេញជា3កង់ចុះបាទហើយខ្ញុំបិទសំឡេងវាចោលអស់អាកាដានេះបាទឧទាហរណ៍ណាបងប្អូនបាទអញ្ចឹងសួរថាតើយើងពេលហ្នឹងយើងគួរតែ save as មួយទៀតឬក៏យើង save បន្តបងប្អូនកន្លែងនេះបងប្អូនចាប់ឲ្យតាន់ណាបាទរាល់ការងារដែលយើងចង់ save គឺយើងគ្រាន់តែចុច save មកបាទគឺរួចរាល់ហើយអត់មានចាំបាច់ដាក់ឈ្មោះដាក់អីទេគឺវានឹង save ទៅកាន់អា folder ចាស់វានឹង save ទៅកាន់អា file ចាស់មានន័យថាយើងធ្វើហើយគឺយើង save មកថាទៀតអញ្ចឹងគឺវានឹងចេញមកគឺវា update តទៀតហើយអាហ្នឹងយើងស្មើនឹងយើង update បងប្អូនបាទអញ្ចឹងបងប្អូនចាំមើលខ្ញុំខ្វែងខ្ញុំបញ្យល់បងប្អូនបាទឥឡូវខ្ញុំខ្វែងហើយមេរៀនមិញហ្នឹងព្រោះមិញខ្ញុំបានកាត់មកតង់ទៀតណាអញ្ចឹងខ្ញុំមកបើកកិច្ចការងារចាស់នេះអាដែលវានឹង save តទៀត auto save តទៀតបាទតអ្វីដែលយើងបានធ្វើលើកចុងក្រោយបំផុតទៀតអញ្ចឹងណាវានឹងខុសពីអាមុនពីអាដើមបាទអញ្ចឹងមានថាយើងកែតម្រង់បាទកែតម្រង់នេះបងប្អូនឃើញនេះខ្ញុំបិទសំឡេងចោលហើយខ្ញុំកាត់ចេញ3តង់បងប្អូនឃើញទេបាទអញ្ចឹងគឺអាហ្នឹងគឺវាមានន័យបែបហ្នឹងបងប្អូនណាចូលស្ដាប់ឲ្យតាន់បាទអញ្ចឹងមេរៀនពាក់ព័ន្ធជាមួយនឹងការ save បាទ save project បាទ save as project បាទពាក់ព័ន្ធជាមួយនឹង new project បាទនឹង open project គឺខ្ញុំបានបញ្យល់ប្រមាណបងប្អូនអស់ហើយបាទ open project ហ្នឹងគឺមានន័យថាការចុចបើក project ហ្នឹងគេហៅ open ហើយបងប្អូនណាបាទអញ្ចឹងសង្ឃឹមថាបងប្អូនយល់របៀបនៅក្នុងការ save បាទក្នុងការបាទគេហៅថាបង្កើត project ថ្មីបាទ save និង save as អញ្ចឹងទៅបាទហើយនឹងការបើក project ចាស់យកមកកែអញ្ចឹងទៅបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ខ្ញុំបាទគីនីនសូមអរគុណនិងសូមជម្រាបលាជួបគ្នាមេរៀនក្រោយទៀត